អ្នកតាមដាននៅការ live ផ្ទាល់របស់ខ្ញុំហើយនៅទស្សនានៅកម្មវិធីវីដេអូរបស់យើងខ្ញុំនៅថ្ងៃនេះហ្នឹងគឺគាត់បានសួរមកខ្ញុំថាលោកគ្រូថាតើកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាងកម្ពុជានិងថៃហ្នឹងមានស្ថិរភាពប៉ុណ្ណាឬក៏មានរយៈពេលយូរយារប៉ុណ្ណាដើម្បីឲ្យយើងមានក្តីសង្ឃឹមដល់គ្នាអញ្ចឹងថ្ងៃនេះប្រធានបទគឺខ្ញុំសូមលើកយកនៅសំណួររបស់បងប្អូនជនរួមជាតិជាពិសេសអ្នកតាមដានការផ្សាយផ្ទាល់របស់យើងខ្ញុំនៅថ្ងៃនេះយកមកជម្រាបជូនបងប្អូនអញ្ចឹងប្រធានបទថ្ងៃនេះគឺយើងនិយាយអំពីថាតើកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាងកម្ពុជានិងថៃនេះគឺមានស្ថិរភាពឬក៏ភាពយូរអង្វែងប៉ុណ្ណាដែលយើងអាចជាក្តីសង្ឃឹមអញ្ចឹងបងប្អូនជនរួមជាតិដូចយើងបានជ្រាបហើយថានៅពីថ្មីនេះកាលពីថ្ងៃសៅរ៍ទី27កន្លងទៅថ្មីនេះគឺកម្ពុជានិងថៃនៅក្នុងគេហៅថាកម្រិតនៃកិច្ចប្រជុំរបស់ JBC គឺយើងបានឯកភាពគ្នាធ្វើម៉េចឲ្យមានបទឈប់បាញ់មួយដែលធ្វើឡើងរវាងប្រទេសទាំងពីរដែលកំពុងប្រយុទ្ធគ្នានៅតាមព្រំដែននៅតាមប្រទេសទាំងពីរហ្នឹងគឺយើងបានឲ្យឈានចូលទៅដល់កិច្ចព្រមព្រៀងមួយដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិថៃគឺលោកណត្តភ័ណ្ឌហើយនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជាគឺដឹកនាំដោយឯកឧត្តមទេសីហាហើយកិច្ចព្រមព្រៀងនេះគឺយើងឃើញហើយថាវាមិនមែនខុសគ្នាអីពីកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើឡើងកាលពីថ្ងៃទី26នៅទីខែតុលានៅក្នុងទីក្រុងកាឡាឡាំពួរនៅពេលថ្មីនេះដែរទេហើយកិច្ចព្រមព្រៀងនោះក៏រលូតទៅវិញទៅហើយយើងក៏ប្រទេសទាំងពីរបានវិលទៅរកការប្រយុទ្ធគ្នាឡើងវិញចាប់ផ្ដើមតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតមកដល់ថ្ងៃចុះហត្ថលេខាថ្ងៃនេះគឺយើងមានរយៈពេល20ថ្ងៃហើយយើងដឹងហើយថាស្ថានភាពនៃការប្រយុទ្ធគ្នាលើកនេះគឺមានសភាពធ្ងន់ធ្ងរជាងលើកមុនជាងរយៈពេល5ថ្ងៃលើកមុនហើយយើងក៏មានធ្វើការចរចាគ្នាឬក៏មានអន្តរាគមន៍ពីលោកប្រធានាធិបតី Donald Trump ឬក៏មានការជួយអន្តរាគមន៍សម្របសម្រួលពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធាននៃអាស៊ានបច្ចុប្បន្នក៏ដោយប៉ុន្តែមានន័យថាការប្រយុទ្ធលើកនេះគឺហាក់បីដូចជាស្ថិតនៅក្នុងស្ថានភាពតានតឹងហើយដូចជាពិបាកនិយាយគ្នាហើយយើងឃើញដែរក៏មុននឹងឈានទៅដល់កិច្ចព្រមព្រៀងនេះក៏យើងឃើញមានការជួយអន្តរាគមន៍ឬក៏ការសម្រុះសម្រួលពីខាងដែលបេសកជនពិសេសរបស់ក្រសួងការបរទេសចិនដែលបានមកជួបរដ្ឋមន្ត្រីការបរទេសកម្ពុជាកន្លងទៅថ្មីនេះហើយនឹងជួបរដ្ឋមន្ត្រីក្រសួងការបរទេសថៃដើម្បីរកគន្លឹះថាតើត្រូវដោះស្រាយបញ្ចប់ចំនួននេះយ៉ាងម៉េចឬក៏ឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពឬកិច្ចព្រមព្រៀងឈប់បាញ់ជាដើមហ្នឹងអញ្ចឹងហើយបានជាការប្រឹងប្រែងទាំងអស់ហ្នឹងគឺបានធ្វើឲ្យប្រទេសទាំងពីរនេះគឺបានឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងរយៈពេល72ម៉ោងដែលយើងចាប់ផ្ដើមកាលពីថ្ងៃទី27ឬក៏ថ្ងៃសៅរ៍វេលាម៉ោង12ថ្ងៃត្រង់ហើយបើយើងទៅគឺមានន័យថាហេតុអីបានគេដាក់ក្នុងរយៈពេលនេះគឺ42ម៉ោងដោយសារតែយើងដឹងហើយព្រោះប្រទេសទាំងពីរនេះគឺមានន័យថាវាអត់មានបង្កើតនៅភាពទុកចិត្តគ្នារវាងប្រទេសទាំងពីរដូច្នេះការកំណត់នៅ72ម៉ោងសម្រាប់បទឈប់បាញ់នេះគឺជាការធ្វើតេស្តរវាងភាគីទាំងពីរទៅវិញទៅមកដើម្បីបង្កើតនៅភាពទុកចិត្តគ្នារវាងប្រទេសទាំងពីរថាតើវាអាចបន្តទៅមុខទៀតឬក៏យ៉ាងណាហើយនៅពេលនេះគឺខ្ញុំបានទទួលសំណួរជាច្រើនពីសិស្សនិស្សិតរបស់ខ្ញុំហើយនិងអ្នកតាមដាននៅកម្មវិធី YouTube Channel YouTube របស់ខ្ញុំឬក៏វីដេអូនេះគឺសំណួរនឹងសួរថាតើលោកគ្រូអាចសង្ឃឹមប៉ុណ្ណារឿងបទឈប់បាញ់នេះវាយូរអង្វែងឬក៏ផុយស្រួយយ៉ាងម៉េចអីយ៉ាងម៉េចឥឡូវយើងនឹងពិភាក្សាគ្នាតទៅទៀតនេះអ្វីដែលយើងខ្ញុំមើលឃើញនៅផលវិបាកសម្រាប់ការអនុវត្តនៅកិច្ចព្រមព្រៀង
បទឈប់បាញ់នេះយើងដឹងហើយថាដែលគឺមានន័យថាប្រទេសកម្ពុជានេះគឺជាប្រទេសដែលកម្ពុជានិងថៃគឺជាប្រទេសដែលយើងធ្លាប់រស់នៅជាមួយគ្នាមានន័យថាប្រជាជាតិទាំងពីរនេះគឺជាប្រជាជាតិដែលធ្លាប់រស់នៅជាមួយគ្នាហើយទោះបីជាយើងជាប្រវត្តិសាស្ត្រថានឹងបងប្អូនថៃនេះគឺជាចិនមកពីយូណានមកពីដីគោកមកពីភាគខាងត្បូងប្រទេសចិនអីក៏ដោយប៉ុន្តែយើងមើលនៅក្នុងខ្ញុំសូមរំលឹកអំពីប្រជាជាតិនៅប្រទេសថៃបន្តិចហើយមុននឹងយើងចូលទៅដល់ការឆ្លើយសំណួររបស់បងប្អូនជនជាតិយើងដឹងទាំងអស់គ្នាហើយថានៅប្រទេសថៃនេះគឺប្រជាជាតិសំខាន់មាន4ដែលកំពុងរងនៅប្រទេសថៃទី1គឺពួកតៃហ្នឹងឯងដែលយើងទាំងអស់គ្នាថាមកពីយូណានឬក៏ប្រទេសចិនភាគខាងត្បូងហើយភៀសខ្លួនមកនៅជាមួយចក្រភពខ្មែរតាំងពីសតវត្សទី9នៃគ្រិស្តសករាជអីជាដើមហ្នឹងហើយមកច្រើនទៅនៅពេលដែលចក្រភពអង្គររបស់យើងមានការចុកសោយពួកគេក៏ផ្ដាច់ខ្លួនអីទៅជាដើមហ្នឹងអាហ្នឹងជាជនជាតិសំខាន់ទី1នៃប្រទេសថៃទីចំណុចសំខាន់ទី2ជនជាតិទី2គឺខ្មែរមនព្រោះបើតាមការសិក្សារបស់ឯកសារប្រវត្តិសាស្ត្រហើយនឹងពួកខាងបុរាណវិទ្យាឬក៏ខាងចិត្តពន្ធដែលគេសិក្សាស្រាវជ្រាវទៅឃើញថាតែកម្ពុជាសំទោសថៃគឺមានបងប្អូនជនជាតិខ្មែរមនច្រើនគឺនៅតំបន់អយុធ្យាឬក៏លុបបុរីឬក៏នៅតំបន់សុផាន់បុរីនៅពិษណុលោកនៅស្អីហ្នឹងគឺមកជួរខាងហ្នឹងគឺច្រើនបងប្អូនខាងដែលជនជាតិមនខ្មែរមនយើងហៅថាខ្មែរមនហ្នឹងហើយពួកនេះគឺភាគច្រើនដែលជាអ្នកដែលមានការធ្វើកិច្ចការច្រើនកាលពីសម័យអង្គរស្ដេចយើងសម័យអង្គរគឺបានធ្វើការនៅរាជវាំងថៃសំទោសរាជវាំងនៅចក្រភពខ្មែរអីច្រើនគឺពួកទៅពីខាងខ្មែរមនហ្នឹងគេហៅខ្មែរមនខ្មែរសំទោសខ្មែរមនឬក៏គេហៅមនខ្មែរតាមពិតពួកហ្នឹងមនខ្មែរណាពួកមនខ្មែរហើយពួកនេះក៏មានចំនួនច្រើនដែរនៅប្រទេសថៃចំណុចទី3គឺចិនជនជាតិចិនតែម្ដងមិនមែនចិនពួកតៃទេណាគឺចិនជនជាតិចិនហ្នឹងក៏មានច្រើននៅក្នុងប្រទេសថៃហ្នឹងបើតាមស្ថិតិដែលខ្ញុំបានស្រាវជ្រាវឃើញគឺមានរហូតដល់78លាននាក់ហើយប្រជាជនថៃបច្ចុប្បន្នគឺមាន70លាននាក់ជាង60លាននាក់ដូច្នេះគឺមានន័យថាគ្រាន់តែប្រជាជាតិឬក៏ ethnic ចិនមួយឬក៏គេហៅពួកជនជាតិចិនហ្នឹងគឺ78លាននាក់ហើយមនខ្មែរហ្នឹងក៏មិនតិចដែរដូច្នេះរវាងមនខ្មែរឬក៏មនហ្នឹងបូកនឹងជាមួយតៃហ្នឹងគឺប្រហាក់ប្រហែលគ្នាទេมันនេះទេដូច្នេះប្រជាជាតិថៃហ្នឹងគឺយើងឃើញ3ធំហ្នឹង4ជនជាតិទី4គឺពួកអ៊ីស្លាមនៅភាគខាងត្បូងហើយអាហ្នឹងក៏ច្រើនដែរក៏មានប្រហែលជាចូល 4-5 លាននាក់ដែរដូច្នេះនេះជាប្រជាជាតិថៃដែលយើងហៅថាថៃបច្ចុប្បន្នហ្នឹងគឺមិនមែនពួកតៃទាំងស្រុងទេគឺមានន័យថាពាក្យថាថៃគឺបូកតាំងពីតៃបូកមនខ្មែរបូកនឹងចិនបូកនឹងអ៊ីស្លាមបូកនឹងពួកបងប្អូនខាងគួយណាខាងគួយយើងហ្នឹងហើយនឹងខ្មែរនឹងទៀតដែលនៅភាគអេសានរបស់ប្រទេសថៃប៉ុន្តែនៅភាគខាងជើងប្រទេសយើងនៅជើងខាងជើងភ្នំដងរែកហ្នឹងមានខេត្តប្រមាណហ្នឹងគឺយើងមើលសពថ្ងៃនេះគឺមានន័យថាបងប្អូននៅខាងហ្នឹងគឺនៅខ្លួនជាខ្មែរហ្នឹងគឺច្រើនមែនទែនតាំងពីប្រពៃទំនៀមទម្លាប់តាំងពីវប្បធម៌តាំងពីភាសាអីជាដើមហ្នឹងគឺនៅច្រើននៅខាងបងប្អូននៅខាងដែលភាគឦសាននៃប្រទេសថៃបច្ចុប្បន្នហើយអញ្ចឹងមានន័យថាដែលប្រជាជាតិថៃបច្ចុប្បន្ននេះគឺយើងពិបាកនឹងកំណត់ថាតើមួយណាឲ្យពិតប្រាកដណាព្រោះអ្វីបិទតែមានដើមកំណើតអីមកពីខាងចិនប៉ុន្តែវារស់នៅនឹងគឺលាយឡំគ្នាយើងពិបាកថាអ្នកណាតែប៉ុន្តែបើបងប្អូនជនជាតិខ្មែរយើងចង់ទៅដឹងថាតើដៃតៃច្បាស់មែនទែនគឺទៅប្រទេសឡាវឬក៏ទៅប្រទេសថៃភាគខាងជើងដូចជានៅខាងដែលខេត្តណាននៅខាងជៀងរ៉ៃជៀងម៉ៃអីជាដើមហ្នឹង
ឬក៏មេសូតអីនៅខាងជាប់ជាមួយភូមិអីហ្នឹងគឺនៅមានពួកហ្នឹងនៅមានយើងឃើញងាយនឹងសម្គាល់អត្តសញ្ញាណប៉ុន្តែបើភូមិភាគកណ្ដាលហើយភូមិភាគខាងកើតភូមិភាគខាងត្បូងឬទៅខាងកើតទៅខាងច័ន្ទបុរីទៅខាងដែលបុរីរ៉ាំអីនេះគឺយើងពិបាកនឹងកំណត់អត្តសញ្ញាណថាតើតៃឬមិនតៃណាដូច្នេះពួកនេះគេផ្លិចអស់ហើយគឺឥឡូវគេថាប្រជាជាតិគេគឺជាប្រជាជាតិថៃអញ្ចឹងខ្ញុំសូមរំលឹកប៉ុណ្ណឹងហើយយើងដឹងហើយដែលប្រវត្តិសាស្ត្រដែលធ្វើឲ្យយើងមានចំនួននេះខ្ញុំមុននឹងចូលទៅដល់ឆ្លើយសំណួរបងប្អូនថាតើត្រូវសង្ឃឹមប៉ុណ្ណាឬក៏មានសន្តិភាពនៅវាយូរអង្វែងប៉ុណ្ណាគឺចាំខ្ញុំបញ្ជាក់លើក្រោយប៉ុន្តែខ្ញុំសូមនិយាយប្រវត្តិបន្តិចសិនដើម្បីយើងឈានដល់ហ្នឹងដូច្នេះប្រទេសថៃនេះក្រោយពីបែកចេញពីចក្រភពអង្គរចុកសោយទៅហើយយើងក៏រលំរលាយទៅគឺប្រទេសហ្នឹងគឺចាប់ផ្ដើមដំបូងនៅសុខោតីរហូតមកដល់អយុធ្យានៅឆ្នាំ1351ហ្នឹងហើយយើងដល់ពេលនោះហើយគឺមានការចាប់ផ្ដើមបែកបាក់ប្រទេសទៅជាពីរហើយបូកនឹងប្រទេសលាវមួយទៀតនៅក្នុងឆ្នាំ1952ហើយសិតទាំងអស់ហ្នឹងគឺសិតតែធ្លាប់រស់នៅជាមួយយើងណារស់នៅជាមួយយើងជាខ្មែរនៅក្នុងចក្រភពអង្គរហ្នឹងហើយគ្រាន់តែបែកភ្លាម2ឆ្នាំក្រោយមកគឺឆ្នាំ1952ក៏យើងហើយនឹងថៃនឹងក៏ចាប់ផ្ដើមមានការប្រយុទ្ធគ្នាជាដើមជាហូហែមកហ្នឹងគឺរឿងអីខ្លះខ្ញុំនឹងជម្រាបជូនបន្តិចទៀតនេះថាតើមូលហេតុអីដែលយើងនាំឲ្យយើងឆ្លោះគ្នានេះអញ្ចឹងមុននឹងយើងថាតើយើងមានសន្តិភាពយូរអង្វែងប៉ុណ្ណាឬក៏ឈប់បាញ់យូរអង្វែងប៉ុណ្ណាខ្ញុំសូមជម្រាបប៉ុណ្ណឹងអញ្ចឹងយើងមើលទៅនៅក្នុងចំនួនរវាងកម្ពុជានិងថៃនេះគឺវាមិនមែនតែរឿងទឹកដីទេអានេះតាមការយល់និងការមិនយល់ទេពាក្យយល់របស់ខ្ញុំគឺខ្ញុំមានន័យថាខ្ញុំមានការសិក្សាតាមឯកសារតាមប្រវត្តិសាស្ត្រអីជាដើមច្រើនមកហ្នឹងគឺយើងឆ្លុះជាមួយនឹងថៃនេះមិនមែនតែរឿងទឹកដីទេយើងឆ្លុះរឿងប្រវត្តិសាស្ត្ររឿងវប្បធម៌រឿងប្រពៃណីរឿងស្អីទៅច្រើនទៀតអានេះហើយដែលជាបញ្ហាដែលយើងអត់ដាច់ស្រេចពីព្រោះអញ្ចេះពួកយើងវាធ្លាប់នៅមួយគ្នាដូចបងប្អូនអញ្ចឹងណាបងប្អូនបកើតឬក៏អ្នកដែលធ្លាប់នៅបន្ទប់ចដូនមួយអីធ្លាប់នៅជាមួយគ្រួសារយើងដល់ពេលបែកទៅហ្នឹងយូរទៅគឺវាតោះគ្នារឿងចែកទ្របអានេះស្រឡាញ់ជាងឪពុកស្រឡាញ់ជាងមិនស្រឡាញ់ជាងអីយ៉ាងម៉េចតាំងពីទ្របតាំងពីស្អីផ្សេងទៀតដែលជាគេមរតករបស់ឪពុកម្ដាយហ្នឹងគឺយើងដណ្ដើមគ្នាសម្រាប់ថៃហើយនិងកម្ពុជាគឺដូចគ្នាគឺដោយសារតែរឿងអវប្បធម៌ប្រពៃណីទំនៀមទម្លាប់ទាំងអស់ហើយនិងសំខាន់ជាគេរឿងទឹកដីនេះគឺដែលជាបញ្ហាយើងបន្តរហូតមកដល់បច្ចុប្បន្នហើយថៃជនជាតិថៃមកនៅជាមួយយើងគឺបើគិតពីសតវត្សទី9ដល់សតវត្សទី13គឺ4សតវត្សប្រហែលជា400ឆ្នាំដូចគ្នាមកនៅជាមួយយើងដូច្នេះប្រពៃណីទំនៀមទម្លាប់អីទាំងអស់ហ្នឹងហើយតកតងនឹងវប្បធម៌តកតងនឹងសាសនាស្អីហ្នឹងគឺយើងវាលាយចូលគ្នាអស់ហើយវាលាយចូលគ្នាហើយជាពិសេសយើងខ្មែរហើយនឹងមននេះគឺយើងប្រើវប្បធម៌តែមួយតាំងពីពុទ្ធសាសនាតាំងពីប្រពៃណីទំនៀមទម្លាប់អីហ្នឹងហើយដល់ពេលបងប្អូនតៃគាត់មកទៀតទៅគឺយើងលុបចូលគ្នាទៅយើងឃើញថាដែលគឺវាលាយឡំគ្នានៅក្នុងហ្នឹងហើយបានពេលបែកប្រទេសទៅយើងធ្វើឲ្យយើងមានបញ្ហាឆ្លោះតោះតែងគ្នារឿងដណ្ដើមមរតកនៃវប្បធម៌ប្រវត្តិសាស្ត្រអីជាដើមហ្នឹងណាអញ្ចឹងជាអានឹងជាបញ្ហាមួយទៀតគឺរឿងទឹកដីនេះគឺវាជារឿងដែលខ្ញុំគិតថាវាស្រួលដោះស្រាយទេណាវាមិនមានបញ្ហាអីត្រូវបានដោះស្រាយពីព្រោះប្រសិនបើប្រទេសទាំងពីរមានឆន្ទៈនៅក្នុងការប្រើប្រាស់ឯកសារក្របខ័ណ្ឌនីតិយុត្តជាដើមផ្សេងដែលយើងបន្សល់កម្ពុជាគឺបន្សល់ទុកពីអាណានិគមនិយមរាំងមកហើយបន្ទាប់មកយើងមានការឯកភាពគ្នាជាហូហែការចរចាគ្នាជាហូហែមានសាលក្រមរបស់តុលាការយុទ្ធធរអន្តរជាតិឆ្នាំ1962អីជាដើមហ្នឹងគឺសិតតែជាឯកសារនីតិយុត្តដែលយើងអាចប្រើប្រាស់នៅក្នុងការដោះស្រាយបញ្ហារបស់យើងបានហើយយើងមានដូចជាคลิปរបស់ខ្ញុំលើកមុនខ្ញុំបាននិយាយអំពីក្របខ័ណ្ឌច្បាប់អីហ្នឹង
បងប្អូនទៅមើលឡើងវិញទៅហើយទៅទស្សនាវីដេអូរបស់ខ្ញុំឡើងវិញយើងឃើញហើយថាយើងមានឯកសារក្របខ័ណ្ឌគតិយុត្តច្រើនក្នុងការដោះស្រាយបញ្ហាជាមួយនឹងប៉ុន្តែអាបញ្ហាតាក់ទងនឹងរឿងដណ្ដើមមរតកអរូបីនេះដែលយើងពិបាកមើលឬក៏អរូបីខ្លះហ្នឹងគឺដែលយើងពងទាស់គ្នាហ្នឹងគឺមានន័យថាយើងត្រូវការដោះស្រាយពេលយូរអង្វែងតទៅមុខទៀតជាការដែលយើងទាំងអស់គ្នាត្រូវគិតត្រូវគូទាំងអស់គ្នាហើយយើងចង់រស់នៅក្នុងនាមជាប្រជាជាតិមួយដែលរស់នៅជាមួយអ្នកជិតខាងប្រកបដោយភាពសុខដុមរមនាអញ្ចឹងចូលទៅដល់ចំណុចដែលបងប្អូនសួរថាតើវាមានកិច្ចព្រមព្រៀងហ្នឹងគឺមានស្ថិរភាពយូរអង្វែងប៉ុណ្ណាខ្ញុំមុននឹងឆ្លើយគឺខ្ញុំបានបញ្ជាក់អំពីប្រវត្តិអីបន្តិចមកហើយថាដែលយើងតោះគ្នាហ្នឹងពីមែនរឿងព្រំដែនទេណាអញ្ចឹងនៅក្នុងនេះខ្ញុំគិតថាដែលយើងនៅមានបញ្ហាចំនួន4ណាចំនួន4តាក់ទងទៅនឹងថាដែលយើងនឹងនៅបន្តបញ្ហាតទៀតអានេះគ្រាន់ឈប់បាញ់បរិស័ននេះប៉ុន្តែយើងសួរថាយើងឈប់ឆ្លោះគ្នាឬក៏អត់គឺខ្ញុំមិនសង្ឃឹមថាយើងមិនឈប់ឆ្លោះគ្នាទេប្រសិនបើគ្រាន់តែមានកិច្ចព្រមព្រៀងហ្នឹងពីព្រោះប្រជាជាតិពីរនេះកម្ពុជានិងថៃនេះគឺយើងត្រូវការផ្សះផ្សាជាតិមួយហើយត្រូវការពេលវេលាមួយនៃការអប់រំរវាងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរទាំងកម្ពុជាទាំងថៃការអប់រំផ្លូវចិត្តផ្សេងទៀតដើម្បីឲ្យធ្វើម៉េចឲ្យប្រទេសឬក៏ប្រជាជាតិទាំងពីរនេះជិះឲ្យបាននៅអរិភាពអង់គ្លេសហៅ hostility ធ្វើម៉េចកុំឲ្យមានអរិភាពគ្នាតទៅមុខទៀតប៉ុន្តែយោងតាមចំនួនប្រហែលថ្ងៃដែលយើងឃើញនេះហើយបើខ្ញុំមើលនៅក្នុងបណ្ដាញសង្គមរវាងប្រជាជាតិទាំងពីរទាំងថៃទាំងខ្មែរហ្នឹងគឺដូចជាពិបាកនឹងត្រូវគ្នាប្រសិនបើមានដឹកនាំហើយជាពិសេសអ្នក educator អ្នកអប់រំខ្វះឆន្ទៈក្នុងការជួយប្រជាជាតិយើងទាំងពីរហ្នឹងឲ្យមានភាពសុខដុមឲ្យរស់នៅក្នុងភាពសុខដុមរមនានឹងគ្នាអាហ្នឹងបើសិនជាអត់បានជួយហើយជាពិសេសអ្នកដែលមានឥទ្ធិពលផ្សេងទៀតទៅលើការអប់រំហ្នឹងបើសិនជាយើងមិនមានការយកចិត្តទៅដាក់រឿងហ្នឹងហើយយើងពង្រើទៅតើគឺយើងបញ្ហាប្រជាជាតិនេះគឺយើងមិនត្រឹមតែផ្សះផ្សាបានហ្នឹងអាចคล้ายទៅជាសត្រូវស៊ីសាច់ហុតឈាមគ្នាដូចនៅប្រទេសអ៊ីស្រាអែលនៅប៉ាឡេស្ទីនដូចខ្ញុំថាព្រោះបើយើងមើលប្រវត្តិរវាងអ៊ីស្រាអែលប៉ាឡេស្ទីនគឺដំបូងវាដូចជាបងប្អូនគ្នានឹងដែរតាដូចជាសាសនាតែមួយក្រោយមកបែកបាក់គ្នាទៅជាស្អីហ្នឹងបើតាមប្រវត្តិសាស្ត្រខ្ញុំមិនលើកអីច្រើនទេប៉ុន្តែគ្រាន់តែខ្ញុំថាដំបូងពីរនាក់ហ្នឹងបងប្អូនគ្នាដូចគ្នាទេហើយដូចយើងឲ្យថៃចឹងណាអញ្ចឹងបើយើងមិនប្រយ័ត្នប្រយែងនេះគឺយើងស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរណាគឺរឿងបញ្ហាដែលចំនួនជាតិសាសន៍នេះព្រោះបើតាមខ្ញុំយល់អ្នកខ្លះឬក៏បរទេសខ្លះបងប្អូនជនរួមជាតិយើងខ្លះខាងឆ្លោះរឿងព្រំដែនតែតាមការវិភាគរបស់ខ្ញុំដោយយោងទៅលើការសិក្សាឯកសារប្រវត្តិសាស្ត្រនិងនយោបាយដែលខ្ញុំបានសិក្សាគឺខ្ញុំគិតថាវាមិនមែនតែរឿងព្រំដែនទេគឺវាមានរឿងវែងអន្លាយតទៀតមានរឿងច្រើនតទៀតអញ្ចឹងខ្ញុំតាក់ទងនឹងសំណួរថាតើវាមានស្ថិរភាពប៉ុណ្ណាខ្ញុំលើកបញ្ហា4ណាបញ្ហាទី4ដែលខ្ញុំថាពិបាកនឹងធ្វើឲ្យចំនួនរវាងប្រទេសថៃនិងកម្ពុជានេះคล้ายទៅជាមានស្ថិរភាពឬសន្តិភាពយូរវែងបញ្ហាទី1គឺតាក់ទងដែនដីហ្នឹងហើយបងប្អូនបានដឹងទាំងអស់គ្នាហើយគឺចំនួនដែនដីណាចំនួនដែនដីតាំងពីរឿងយើងក្រោយពីអាណានិគមបារាំងរឿងស្អីមកនោះគឺយើងមកបន្សល់ផែនទីខាងភាគីថៃគាត់អត់ទទួលស្គាល់ម្ដងគាត់ថាគាត់ទទួលស្គាល់ម្ដងគាត់ថាអត់អីចឹងទៅជាដើមណាអានឹងជាបញ្ហាបន្សល់ទុកមកយូរអង្វែងរវាងអធិបតេយ្យភាពនៃប្រទេសទាំងពីរអញ្ចឹងអានឹងហៅថា territorial dispute ចំនួនដែនដីហើយនៅក្នុងចំនួនដែនដីនេះគឺយើងឃើញថាវាព្រោះខ្ញុំមើលប្រវត្តិសាស្ត្រដែលថៃលោកថាដែលលោកបាត់បង់ដីទៅកម្ពុជាដោយសារបារាំងអីជាដើមដូច្នេះអាផ្នត់គំនិតនៃការចង់បានយកត្រឡប់មកវិញឬក៏ស្អីហ្នឹងគឺយើងពីយើងដឹងស្រាប់ហើយថាដែលពីមុន
ចាប់ពីឆ្នាំ1791មកគឺទឹកដីខេត្តបាត់ដំបងសៀមរាបផ្នែកខ្លះនៃស្ទឹងត្រែងនិងព្រះវិហារគឺក្រោមការគ្រប់គ្រងរបស់ថៃរបស់សៀមហើយដល់ពេលបារាំងមកហ្នឹងគាត់យកអាទឹកដីហ្នឹងយកទៅឲ្យខ្មែរវិញដូច្នេះហើយប្រវត្តិសាស្ត្រឬក៏ការអប់រំរបស់សៀមគឺតែងតែសញ្ជឹងគិតថាទឹកដីទាំងអស់ហ្នឹងគឺជាទឹកដីរបស់សៀមដែលបារាំងយកទៅឲ្យខ្មែរអានេះជាផ្នត់គំនិតរបស់គេណារបស់ថៃតែសម្រាប់យើងក៏ត្រឡប់មកវិញត្រឡប់ទៅអតីតកាលយូរអង្វែងតាំងពីឆ្នាំ1238ឬក៏1292តាំងពីកើតសកលតីរហូតមកដល់1352ឬក៏350ហ្នឹងគឺក៏យើងថាទៅវិញទឹកដីនឹងទឹកដីរបស់យើងឯជាដើមដូច្នេះវាទៅវិញទៅមកហ្នឹងហើយជាផ្នត់គំនិតហ្នឹងគឺយើងផ្សះផ្សាអត់បានយើងអត់ទាន់មានការផ្សះផ្សាជាតិណាមួយដើម្បីឲ្យវិជាចិត្តទាំងពីរនេះគឺឈប់អារំលឹករឿងអតីតកាលហ្នឹងហើយអានេះហើយដែលជាបញ្ហាអញ្ចឹងចំនួនទឹកដីគឺយើងឃើញមានបញ្ហាដែលប៉ុណ្ណឹងគឺតកតងនឹងផែនទីការប្រើយល់ខុសគ្នារហូតដល់ប្រាសាទរហូតដល់ចំនួនតំបន់ដែលក្នុងព្រំដែនហ្នឹងគឺធ្វើឲ្យយើងហ្នឹងគឺមានន័យថាវាពិបាកនៅក្នុងការធ្វើឲ្យប្រទេសទាំងពីរនេះคล้ายទៅជាប្រជាជាតិដែលឈប់ឆ្លោះគ្នាចំណុចទី2គឺតកតងទៅនឹងភាពបន្ទុកចិត្តគ្នាណារវាងប្រទេសទាំងពីររវាងប្រជាជនរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលរវាងខ្ញុំមិនដឹងទេមហាក្សត្រអីយ៉ាងម៉េចប៉ុន្តែចង់និយាយថាប្រទេសហ្នឹងគឺអេយ៉ាបតនៃប្រទេសទាំងពីរហ្នឹងគឺសប្តាហ៍នេះគឺលែងទុកចិត្តគ្នាហើយណាលែងទុកចិត្តគ្នាហើយប្រហែលឆ្នាំមុនយើងមានសង្គ្រាមដូចគ្នាប៉ុន្តែចប់សង្គ្រាមឬក៏ក្នុងអំឡុងសង្គ្រាមគឺយើងដូចជាអត់មានអរិភាពនឹងគ្នាធ្ងន់ធ្ងរឬក៏ជ្រុលខ្លាំងនេះប៉ុន្តែពេលនេះគឺយើងជ្រុលខ្លាំងហើយរហូតដល់យើងបង្កើតនៅអេរិយាបថនៃភាពបន្ទុកចិត្តគ្នារវាងប្រជាជាតិទាំងពីរនេះជាពិសេសប្រជាជនហើយនឹងរដ្ឋាភិបាលអានេះហើយគឺជាចំណុចដែលយើងទាំងអស់គ្នាមើលឃើញថាចំណុចទី2នៃដែលធ្វើឲ្យយើងគិតថាប្រហែលជាសន្តិភាពឬក៏បត់ឈប់បាញ់គ្នាឬក៏សន្តិភាពយូរអង្វែងនេះគឺអត់អាចទៅរួចអានេះកម្មការវិភាគរបស់ខ្ញុំចំណុចទី3គឺតាក់ទងទៅនឹងនយោបាយហើយនឹងភូមិសាស្ត្រផងដែរណាព្រោះឥឡូវនេះគឺប្រទេសខាងពីរយើងដឹងហើយទាំងអស់គ្នាអ្នកសិក្សាស្រាវជ្រាវគឺដឹងជាពិសេសអ្នកសិក្សាខាងទំនាក់ទំនងអន្តរជាតិនិងភូមិសាស្ត្រនយោបាយអីហ្នឹងគឺយើងដឹងទាំងអស់គ្នាប៉ុន្តែខាងបងប្អូនដែលគាត់អត់បានដឹងខ្ញុំសូមជម្រាបថាកម្ពុជាយើងនេះហើយនឹងថៃកំពុងតែស្ថិតនៅក្នុងភូមិសាស្ត្រនយោបាយមួយនៃការប្រកួតប្រជែងរវាងមហាអំណាចពីរហើយវាស្ទើរតែคล้ายទៅជាសង្គ្រាមជាតិគឺមហាអំណាចចិននិងមហាអំណាចសហរដ្ឋអាមេរិកអញ្ចឹងហើយនៅពេលដែលប្រទេសពីរដែលខ្លាពីរឬក៏សាច់ពីរដុំហ្នឹងសាច់មួយដុំហ្នឹងគឺមួយដុំឬក៏ពីរដុំហ្នឹងហើយខ្លាពីរកំពុងតែឬក៏តោកំពុងតែដើមគ្នាគឺយើងវាពិបាកមែនតើយើងពិបាកដូច្នេះអានេះវាអាស្រ័យទៅលើគោលនយោបាយការបរទេសរបស់កម្ពុជានិងរបស់ថៃនេះថាតើយើងត្រូវដើរផ្លូវណាសម្រាប់ធ្វើឲ្យខ្លួនអាចរស់បានដោយសុខសន្តិភាពរវាងចន្លោះនៃខ្លាពីរហ្នឹងឯងគឺចិននិងអាមេរិកហ្នឹងឯងដូច្នេះអានឹងចំណុចទី1អានឹងខ្ញុំនិយាយអំពីភូមិខ្ញុំសង្ខេបទេអំពីភូមិសាស្ត្រនយោបាយហ្នឹងហើយឥឡូវនេះមានអ្នកខ្លះរហូតដល់វិភាគថាដែលសង្គ្រាមប្រហែលថ្ងៃហ្នឹងគឺជាការសាកល្បងនៃអាវុធរបស់ចិនហើយនឹងអាវុធរបស់អាមេរិកអីជាដើមហ្នឹងណាហើយជាដើមហ្នឹងហើយខ្ញុំក៏យល់អញ្ចឹងដូចគ្នាដែរមានន័យថាអាចធ្វើឲ្យមានការសាកល្បងអាវុធផងហើយពីព្រោះអាហ្នឹងវាតាក់ទងនឹងរឿងភូមិសាស្ត្រនយោបាយហ្នឹងហើយពីព្រោះឥឡូវនេះអាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចផ្នែកនយោបាយផ្នែកអីនេះគឺកំពុងតែមិនត្រឹមតែកម្ពុជាទេគឺស្ទើរតែកើតពេញពិភពលោកហើយពិភពលោកគេអ្នកខ្លាំងគឺកំពុងតែបញ្ចុះបញ្ចូលអ្នកខ្សោយឲ្យមកនៅជាមួយខ្លួននៅខាងខ្លួនអញ្ចឹងណាហើយបើសិនជាយើងចាប់
នៅខ្លាទាំងពីរនឹងទៅចាប់អាណាមួយឬក៏អីអាណាហើយយើងសង្ឃឹមថាគេអាចការពារយើងបានគឺប្រហែលជាយល់ខុសណាប្រហែលជាយល់ខុសហើយចឹងសូមយើងទាំងអស់គ្នាពិចារណាជាពិសេសអ្នកដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរហើយខ្ញុំមិននិយាយសម្រាប់ប្រទេសថៃទេគេធ្វើអីធ្វើព្រោះអាហ្នឹងយើងឬប្រទេសរបស់គេប៉ុន្តែសម្រាប់កម្ពុជាក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជាដែលមានការចេះដឹងតិចតួចគឺខ្ញុំសូមផ្ដល់អនុញ្ញាតអញ្ចឹងថាធ្វើម៉េចយើងត្រូវដើរក្នុងគន្លងមួយឲ្យចេះរស់នៅក្នុងភូមិសាស្ត្រនយោបាយមួយនៃការដណ្ដើមគ្នារវាងមហាអំណាចទាំងពីរអាហ្នឹងចំណុចទី3ចំណុចទី3ដដែលគឺតាក់ទងនឹងឥឡូវនេះគឺទាំងប្រទេសថៃហេតុដែលថាខ្ញុំថាវាពិបាកនឹងធ្វើឲ្យយើងមានស្ថិរភាពយូរអង្វែងនៅរឿងអាបាញ់បោះហ្នឹងរឿងប្រយុទ្ធគ្នាហ្នឹងឥឡូវនេះគឺតាក់ទងនឹងនយោបាយមិញខ្ញុំនិយាយពីនយោបាយរឿងភូមិសាស្ត្រនយោបាយឥឡូវនិយាយពីនយោបាយផ្ទៃក្នុងរបស់ប្រទេសទាំងពីរណាកម្ពុជាយើងគិតថាអត់អីទៅចោះពីព្រោះគឺមានន័យថាអំណាចទៅលើតែមនុស្សម្នាក់ឬក៏ពីរនាក់ឬក្នុងតបៈមួយអញ្ចឹងដូច្នេះគ្មានអ្នកប្រឆាំងគ្មានអ្នកស្អីហើយប្រជាជនខ្ញុំក៏មានការស្កោតសរសើរដែរទាំងអ្នកប្រឆាំងអ្នកមិនប្រឆាំងអីហ្នឹងគឺម្នាក់គឺយល់ថាអ្វីដែលថៃបានធ្វើទៅលើកម្ពុជាគឺជាការឈ្លានពានជាដើមដូច្នេះមានការយល់ច្រើនដូចគ្នាទៅនឹងទស្សនៈរបស់រដ្ឋាភិបាលឬក៏របស់សម្ដេចទាំងពីរចុះយើងថាសម្ដេចទាំងពីរចុះដែលថាថៃពិតជាឈ្លានពានជាដើមដូច្នេះទាំងអ្នកប្រឆាំងទាំងអ្នកមិនប្រឆាំងអីចឹងជាអ្នកស្របអីជាដើមហ្នឹងកំពុងតែរួមដំណើរជាមួយនឹងលោកហ៊ុនសែនឬក៏លោកហ៊ុនម៉ាណែតដែលជាម្ចាស់នៃនយោបាយនៃប្រចាំនៃប្រទេសហ្នឹងកំពុងតែរួមកម្លាំងគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការឈ្លានពានជាដើមហ្នឹងដូច្នេះរឿងនយោបាយដូច្នេះយើងគិតថាសម្រាប់សម្ពាធនយោបាយផ្ទៃក្នុងសម្រាប់ប្រទេសកម្ពុជាដូចជាមិនសូវទេទោះបីជាមានការប្រឆាំងតិចតួចពីគណៈបកប្រឆាំងនៅក្រៅប្រទេសក៏ដោយប៉ុន្តែខ្ញុំមើលទៅដូចជាមិនមានការប្រឆាំងអីធំធេងទេអត់មានអីទេគឺមានការយល់សម្រាប់ការប្រឆាំងខ្លះគឺវាមិនមែននៅក្នុងនាមគណៈបកប្រឆាំងទេគឺក្នុងនាមបុគ្គលមួយនៅក្នុងគណៈបកប្រឆាំងដែលគាត់នៅក្រៅប្រទេសទៅគាត់មានសិទ្ធិនិយាយបញ្ចេញមតិតាមអ្វីដែលគាត់យល់ឃើញមិនគាត់ចាត់ចង់ទេណាតាមការយល់ឃើញឬខ្ញុំក៏យល់ឃើញអញ្ចឹងខ្ញុំថាអញ្ចឹងដែរហើយដល់អញ្ចឹងគេថាខ្ញុំប្រឆាំងខ្ញុំស្អីជាដើមហ្នឹងគឺដោយសារការយល់ឃើញវាមិនមែនដោយសាររឿងអីផ្សេងទៀតទេមិននិយាយតាមចិត្តចង់និយាយនេះគឺខ្ញុំនិយាយតាមការយល់ឃើញបងប្អូនខាងប្រឆាំងផ្សេងទៀតដែលកំពុងរស់នៅក្រៅប្រទេសក្តីនៅក្នុងប្រទេសបើក្នុងប្រទេសគាត់មិនហ៊ានបញ្ចេញទេមានអ្នកខាងក្រៅប្រទេសទេគាត់ហ៊ានបញ្ចេញសម្លេងបញ្ចេញស្អីតាមរយៈlive តាម social media អីជាដើមហ្នឹងអញ្ចឹងណាអញ្ចឹងសម្រាប់សម្ពាធនយោបាយកម្ពុជាអត់សូវមានយើងថាអត់សូវមានអញ្ចឹងណាហើយពីព្រោះគាត់អាចប្រក្រាបគេបានណាគាត់អាចប្រក្រាបមកលើហ្នឹងឮព័ត៌មានថាសូម្បីតែបងប្អូនយុទ្ធជនគ្រូសាស្ត្រយុទ្ធនឹងនិយាយត្អូញត្អែពីការលំបាកពីការស្អីជាដើមហ្នឹងគឺត្រូវហាមឃាត់មកលើថាព័ត៌មានការហាមឃាត់អីជាដើមគាត់មិនអាចបញ្ចេញជំតិបានដោយសេរីទេមិនខ្ញុំមិនថាសេរីពេកទេប៉ុន្តែអាការពិតខ្លះគួរតែឲ្យគាត់និយាយប៉ុន្តែគាត់និយាយអត់បានណាគាត់និយាយអត់បានហើយគាត់បញ្ហាកំពុងតែប្រឈមច្រើនបងប្អូនជនរួមជាតិទាំងគ្រួសារយុទ្ធជនទាំងស្អីព្រោះប្រឈមច្រើនខ្ញុំឃើញប្រឈមច្រើនមែនទែនតាំងពីភាពក្រីក្របំណុលតាំងពីភាសតាំងពីអីសិតតែរឿងដែលយើងត្រូវដោះស្រាយធ្ងន់ធ្ងរណាស់ហើយរដ្ឋាភិបាលហាក់បីដូចជានៅបង្ងើយកន្តើយនៅក្នុងរឿងនេះសម្រាប់ប្រទេសថៃខ្ញុំថាដែលធ្វើឲ្យកិច្ចព្រមព្រៀងនឹងវាពិបាកឬក៏ខ្ញុំគិតថាវាមិនយូរអង្វែងហ្នឹងគឺសម្រាប់ប្រទេសថៃគឺបងប្អូនជនរួមជាតិទាំងអស់គ្នាឬក៏ប្រិយមិត្តបានដឹងហើយថាសប្តាហ៍ថ្ងៃនេះគឺនៅប្រទេសថៃគឺកំពុងតែមានបញ្ហារឿងផ្ទៃក្នុងនយោបាយប៉ុន្តែប្រទេសថៃមិនដូចប្រទេសខ្មែរយើងទេយើងបើមានបញ្ហាប្រេះឆាផ្ទៃក្នុងនយោបាយគឺផ្អើលពេញពិភពលោកណាក៏ដឹងដែរព្រោះហេតុអីបានណាដឹងគឺ
លោកហ៊ុនសែនក៏សบายហ្នឹងគាត់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីគាត់ចូលចិត្តស្រែកផងគាត់ចាប់ផងគាត់ចងផងគាត់ស្អីផងអញ្ចឹងទៅហើយដល់ពេលទៅគេដឹងគឺមានន័យថាអូអានេះវិបត្តិនយោបាយវិបត្តិអីក្រោយបោះឆ្នោតអីមានចាប់មានចងអាណារត់ទៅក្រៅទេអាណារត់មិនទាន់ត្រូវជាប់គុកជាប់អីជាដើមហ្នឹងប៉ុន្តែនៅប្រទេសថៃគឺគេអត់មានទេគឺទោះបីជាតោះគេថាអាភ្លើងខាងក្នុងរបស់គេហ្នឹងគឺអត់ឲ្យខាងក្រៅឃើញផ្សែងទេឬក៏ឃើញតិចតួចប៉ុន្តែបើយើងគិតទៅគឺមានណាមានបញ្ហាផ្ទៃក្នុងប៉ុន្តែទោះបីយ៉ាងណាក៏ដោយគឺមានន័យថាគេមិនងាយនឹងឲ្យបែកធ្លាយចេញទៅក្រៅអានេះគឺនយោបាយផ្ទៃក្នុងអញ្ចឹងនៅក្នុងរដ្ឋសពថ្ងៃនយោបាយផ្ទៃក្នុងផងហើយប្រទេសថៃកំពុងតែអត់មានរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះគឺមានន័យថាសភាបានរំលាយហើយឥឡូវនេះនៅរដ្ឋាភិបាលចាំផ្ទះទេដូច្នេះបើយើងគិតអំពីនិច្ឆាទុគលភាពក្នុងច្បាប់អន្តរជាតិគឺវាមានតិចណាវាមានតិចដូច្នេះធ្វើឲ្យថ្ងៃក្រោយទៅអាចប្រទេសថៃគាត់អាចយកលេសអញ្ចេះដើម្បីប្រាប់ទៅពិភពលោកថាអូគាត់ពិបាកអញ្ចេះមួយអញ្ចេះមើលជួនអីគាត់ដើរចេញពីអកិច្ចព្រមព្រៀងច្បាញ់អីចឹងទៅគឺដូចខ្ញុំបានលើកនៅក្នុងคลิปយើងមុនហើយនេះជាបញ្ហាអញ្ចឹងអានយោបាយផ្ទៃក្នុងមានសម្ពាធពីប្រជាពលរដ្ឋផងសម្ពាធពីក្រមយោធាផងពីស្អីផងនៅក្នុងប្រទេសថៃនេះគឺពិបាកនៅក្នុងការអនុវត្តដោយរដ្ឋាភិបាលកិច្ចព្រមព្រៀងដោយរដ្ឋាភិបាលដូច្នេះយើងគិតថាអានេះគឺជាបញ្ហាដែលខ្ញុំគិតថាវាជារឿងពិបាកនៅក្នុងការធ្វើឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់នេះមានស្ថិរភាពយូរឬក៏មានអាយុវែងយើងនិយាយអញ្ចឹងណាខ្ញុំអាយុវែងទៅចំណុចចុងក្រោយតាក់ទងទៅនឹងអំណាចឬក៏សិទ្ធិរបស់អ្នកសង្កេតការឬក៏ការអនុវត្តនៅកិច្ចព្រមព្រៀងហ្នឹងសួរថាតើយើងងាយស្រួលអនុវត្តអត់តើដែលគេហៅក្រុម AOT ក្រុមសង្កេតការរបស់អាស៊ានហ្នឹងគឺមានសិទ្ធិមានអំណាចគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យក្នុងការតាមដានទៅលើបទឈប់បាញ់ហើយមានសិទ្ធិអំណាចគាត់អាច access ទៅ all the position មានន័យថា all ទៅគ្រប់ទីតាំងគ្រប់ទីកន្លែងនៃការត្រួតមើលលើបទឈប់បាញ់ហ្នឹងទាំងចំនួនកងទ័ពទាំងសម្ភារៈសឹកទាំងស្អីទាំងអស់ហ្នឹងថាតើបានអាចធ្វើបានតាមកិច្ចព្រមព្រៀងដែលមានចែងនឹងឬនៅអានេះគឺជារឿងដែលពិបាកដូច្នេះមួយទៀតគឺមានន័យថាដោយសារតែអាកិច្ចព្រមព្រៀងហ្នឹងគឺវាយើងបង្កើតនៅក្នុងប្រទេសថៃគាត់បានថាហើយគាត់បានតែងតែនិយាយហើយថាគឺបង្កើតវាតក់កុហលពេកមានន័យថាក្នុងរយៈពេលមួយសង្គ្រាមតែ5ថ្ងៃហ្នឹងគឺនៅប្រទេសថៃមានរដ្ឋាភិបាល2ដងរបស់គណៈបកភ្លើថៃហ្នឹងរលាយភ្លាមនោះមិនទាន់ចប់អកិច្ចការហ្នឹងមករដ្ឋាភិបាលចម្រុះមួយទៀតដែលដឹកនាំដោយគណៈបកភូមិใจថៃរបស់លោកនាយករដ្ឋមន្ត្រីអនុទានបច្ចុប្បន្នដូច្នេះទាំងអស់ហ្នឹងហើយបានធ្វើឲ្យមានភាពពិបាកក្នុងការសហការជាមួយក្រុមអ្នកសង្កេតការអន្តរជាតិជាពិសេសជាមួយអាស៊ានក្នុងការអនុវត្តនៅកិច្ចព្រមព្រៀងហ្នឹងសន្តិភាពហ្នឹងហើយប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកដែលជាអ្នកផ្ដួចផ្ដើមគំនិតឲ្យមានសន្តិភាពឬក៏ឥឡូវនេះប្រទេសចិនកំពុងតែជ្រុំជ្រែងដុតដៃដុតជើងធ្វើម៉េចឲ្យគាត់ចង់យកមុខយកមាត់ដែរថាឲ្យប្រទេសទាំងពីរនឹងអាចបញ្ចប់សង្គ្រាមនឹងឲ្យបានលឿនបានឆាប់អីអានសល់ពេលរស់ស៊ីមិនអញ្ចឹងរស់ស៊ីកើតទីអញ្ចឹងអីទៅគឺអានេះគឺរឿងដែលខ្ញុំត្រឡប់មកវិញគឺរឿងនៅប្រទេសថៃគឺគាត់មានសម្ពាធនយោបាយផងគាត់អត់មានរដ្ឋាភិបាលមួយដែលរដ្ឋាភិបាលត្រឹមត្រូវតាមច្បាប់អន្តរជាតិមែនទែនព្រោះជារដ្ឋាភិបាលចាំផ្ទះហើយយើងដឹងហើយនៅប្រទេសថៃគឺខាងយោធាគាត់មានអំណាចខ្លាំងណាគាត់មានអំណាចដូច្នេះរឿងទាំងអស់ក្នុងការច្បាប់អន្តរជាតិគឺគេធ្វើការជាមួយរដ្ឋាភិបាលប៉ុន្តែនៅប្រទេសថៃគឺគាត់ត្រូវការណាពិភាក្សាសូម្បីតែគណៈបកប្រឆាំងនៅប្រទេសថៃក៏គេមានអំណាចក្នុងការដេញដោលក្នុងការចាក់រុកទៅរដ្ឋាភិបាលដូចគ្នា
ណាចឹងអំណាចហើយអំណាចប្រជាជនគេនឹងក៏ខ្លាំងមិនមែនដូចប្រទេសយើងទេប្រទេសយើងតែសម្ដេចគាត់គ្រប់ក្បាលហើយគឺក៏បានដែរណាប៉ុន្តែនៅនេះអត់ទេគ្រប់ក្បាលប្រជាជនគេមិនបានគ្រប់ក្បាលបកប្រឆាំងគេមិនបានទេណាដូច្នេះអានេះហើយទាំងអស់នេះគឺខ្ញុំសរុបមកវិញថាគឺជារឿងដែលយើងពិបាកក្នុងការគិតថាកិច្ចព្រមព្រៀងសន្តិភាពឬក៏កិច្ចព្រមព្រៀងបទឈប់បាញ់នេះគឺមានស្ថិរភាពយូរវែងនេះហើយដែលជារឿងដែលបងប្អូនជនរួមជាតិគិតរបស់គ្នាហើយបើសិនជាមានមតិយោបល់ឬក៏សំណួរអីឬក៏អតិថិកអីចង់ប្រឆាំងឬក៏ចង់មានយោបល់អីបន្ថែមអាចទៅសេក្នុង comment ហើយខ្ញុំនឹងបកស្រាយបន្តហើយសូមអរគុណច្រើនសូមបញ្ចប់នៅចម្លើយសូមចប់នៅចម្លើយឬក៏ការបកស្រាយរបស់ខ្ញុំចំពោះប្រធានបទថាតើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃនឹងមានស្ថិរភាពយូរវែងប៉ុណ្ណាសូមបញ្ចប់ប៉ុណ្ណឹងប៉ុន្តែមុនបញ្ចប់សូមបងប្អូនសូមចាត់បងប្អូនជនរួមជាតិមេត្តាជួយ Subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងហើយនឹង Follow Page សម្រាប់បងប្អូនបានព័ត៌មានឬក៏វីដេអូថ្មីបន្តទៀតដើម្បីជាចំណេះដឹងដល់បងប្អូនជនរួមជាតិសូមអរគុណសូមជម្រាបលា